ទោះបីបរាជ័យក្រុមធ្វើជើងរបស់អាសង់ទីនប៉ុន្តែមួយប្រកួតនេះកាប់វេស្ទើរតែឆក់យកបេះដូងអ្នកគ្រប់គ្រងបាល់ទាត់នៅទូទាំងពិភពលោកអស់ទៅហើយដោយសារតែប្រកួតនេះគឺជាប្រកួតដ៏តានតឹងបំផុតដែលពួកគេបានជំនះប្រយុទ្ធដល់នាទីចុងក្រោយជាមួយនឹងក្រុមម្ចាស់ជើងឯក World Cup រដូវកាលចាស់ដែលជាក្រុមល្បីដែលជាក្រុមខ្លាំងដែលជាក្រុមមាន Superstar បាល់ទាត់ដូចជា Lionel Messi ដែលជា God កីឡាករល្អគ្រប់ពេលវេលាទោះយ៉ាងណាក៏ពួកគេមិនចុះចាញ់មិនរុញរាមិនខ្លាចមិនភ័យមានភាពក្លាហានក្នុងការប្រយុទ្ធដើម្បីតំណាងប្រជាជាតិរបស់ពួកគេទោះប្រជាជាតិរបស់គេតិចបាទប្រជាជនមិនច្រើនធនធានតិចក៏ពួកគេនៅតែជឿជាក់ថាពួកគេនឹងអាចតតាំងជាមួយជើងខ្លាំងអាសង់ទីនបាន4ប្រកួតនៅ World Cup ដូចខ្ញុំបានបញ្ជាក់ថាមិនទាន់មានក្រុមណាអាចយកឈ្នះគេបានត្រឹម90នាទីទេពួកគេបានបន្តដំណើរទៅដល់ការបន្ថែមម៉ោងចាញ់អាសង់ទីនមែនប៉ុន្តែអ្វីដែលយើងមើលឃើញជាក់ស្ដែងគឺការលះបង់វិន័យការតស៊ូភាពជឿជាក់ហើយបានបង្ហាញឃើញថាមិនចាំបាច់តតែក្រុមនឹងគ្មានឈ្មោះល្បីមិនចាំបាច់ថាក្រុមនឹងមាន Superstar បាល់ទាត់មិនចាំបាច់ក្រុមនឹងបើមានហិរញ្ញវត្ថុច្រើនទេឲ្យតែមានការជឿជាក់មានការតស៊ូអ្វីៗនឹងអាចផ្លាស់ប្ដូរបាទអាសង់ទីនគឺប្រហោងពោះមែនតើបងប្អូនហើយនៅក្នុងការប្រកួតនេះដោយសារតែកាប់វាដូចខ្មោចចូលអញ្ចឹងបានមកពីណាទេកម្លាំងចិត្តកម្លាំងកាយរបស់ពួកគេបានធ្វើល្អអស់ហើយគេធ្លាក់ច្បាស់ជាខូចចិត្តហើយសម្រាប់កីឡាករសម្រាប់ក្រុមគ្រូបង្វឹកប៉ុន្តែសម្រាប់ប្រជាជាតិកាប់វាខ្ញុំជឿជាក់ថាប្រហែលជាពួកគេអស់ចិត្តហើយការបង្ហាញចម្រុងលេងនេះទោះបីជាមិនអាចឈ្នះអាសង់ទីនប៉ុន្តែពួកគេបានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងអញ្ចឹងមិនមានអ្វីច្រើនទេបងប្អូនកុំភ្លេចជួយ share វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយហើយ join channel ម្នាក់មួយផងដែរបាទសូមអរគុណនិងសូមគោរពលា